មូលហេតុខ្លះៗដែលអ្នកទាំងអស់គ្នាអត់គួរចាប់ផ្ដើមនៅក្នុងវិស័យ trading ទី1បើសិនជាអ្នកទាំងអស់គ្នាកំពុងតែខ្វះខាតលុយការចាប់ផ្ដើមទៅលើវិស័យ trading គឺមិនមែនជាជម្រើសល្អទេដោយសារតែវាមានហានិភ័យទី2បើសិនជាអ្នកទាំងអស់គ្នាកំពុងតែមានបំណុលជាប់ខ្លួនហើយបំណុលហ្នឹងគឺធំគួរសមដែរគឺអត់គួរណាចាប់ផ្ដើមក្នុងវិស័យ trading ទេដោយសារតែធម្មតានៅពេលដែលយើងមានបំណុលពេលដែលយើងចាប់ផ្ដើមវិស័យ trading វាអាចធ្វើឲ្យការសម្រេចចិត្តរបស់យើងទាំងប្រមាណគឺវាមានបញ្ហាច្រើនហើយអាចនិយាយថាសម្រេចចិត្តខុសច្រើនវាអត់សូវត្រូវទី3បើសិនជាអ្នកទាំងអស់គ្នាអត់មានពេលវេលាច្បាស់លាស់នៅក្នុងការចាប់ផ្ដើមក្នុងវិស័យ trading ទេគឺវាមិនមែនជារឿងល្អទេដោយសារនៅក្នុងវិស័យ trading នេះយើងមើលទៅឃើញជាក់ស្ដែងថាវាដូចជាប្រើពេលវេលាណាក៏បានដែរដើម្បីចុច trade វាត្រូវអត់តែជាក់ស្ដែងទៅគឺវាមានពេលវេលាច្បាស់លាស់ដោយសារវាមាន session អញ្ចឹងបើសិនជាយើងអត់មានពេលវេលាច្បាស់លាស់ទេយើងអាចនឹង trade ចំពេលដែលផ្សារអត់ដើរហើយពេលណាដែល trade ចំផ្សារអត់ដើរយើងអត់អាចធ្វើឲ្យបានក្រៅពីទុកវាចោលទេអញ្ចឹងបើសិនជាយើងមានពេលវេលាច្បាស់លាស់យើងដឹងថាពេលណាត្រូវ trade ពេលណាត្រូវចូលពេលណាត្រូវចេញអានឹងគឺជារឿងដ៏ល្អតែបើសិនជាយើងមានធុរកិច្ចផ្ទាល់ខ្លួនយកមានពេលវេលាច្បាស់លាស់ខ្ញុំអត់លើកទឹកចិត្តឲ្យអ្នកនរគ្នាចាប់ផ្ដើមក្នុងវិស័យ trading ទេទី4គឺជាចំណុចសំខាន់បើសិនជាអ្នកនរគ្នាអត់ទាន់មានចំណេះដឹងអីសោះហើយថ្មីស្រឡាងមែនទែនស្រាប់ហើយចង់បើក account ចាប់ផ្ដើម trading មកគឺមិនមែនជាជំរឿសល្អទេបើសិនជាអ្នកនរគ្នាចង់ចាប់ផ្ដើមក្នុងវិស័យ trading ទី1អ្នកនរគ្នាត្រូវស្វែងយល់ថាតើវាចំណេញបានដោយវិធីណាវាខាតបានដោយវិធីណាហើយអានឹងវាដំណើរការបែបម៉េចហើយមូលហេតុអីបានគេចំណេញហើយមូលហេតុអីបានគេខាតយើងត្រូវស្វែងយល់យើងត្រូវសិក្សាបន្ថែមយើងត្រូវរៀនអំពីអ្វីដែលគេបង្ហាញយើងថាមូលហេតុអីដែលគេចំណេញមូលហេតុអីបានជាបុគ្គលខ្លះដាច់ account អញ្ចឹងទៅយើងត្រូវស្វែងយល់ដើម្បីត្រឹមត្រូវមើលថាតើវិស័យហ្នឹងអាចរកលុយបានពិតប្រាកដអត់អញ្ចឹងចំណុចទី4សំខាន់មែនទែនបើសិនអ្នកនរគ្នាអត់មានចំណេះដឹងទេគឺខ្ញុំអត់លើកទឹកចិត្តឲ្យអ្នកនរគ្នាចាប់ដើមក្នុងវិស័យ trading ទេត្រូវមានចំណេះដឹងជាមុនសិនអរគុណ